ទៅមេការ៉ាត់ណាគួរអាណិតសឹងអីវាគ្មានអីដែលគួរឲ្យស្អប់ខ្ពើមនោះទេខ្ញុំមិនបានស្អប់ខ្ពើមអីនោះទេតែអ្វីដែលសំខាន់បំផុតនោះគឺគេជាមនុស្សមាត់រឹងឯងទៅពីអ្នកនេះមិនបាត់ដឹងនោះទេហើយបើសិនជាលោកប៉ានាំយកមនុស្សចិត្តបែបនេះតែខ្ញុំនេះត្រូវក្តៅក្រហាយមួយថ្ងៃប្រហែលដល់ដៃទៅទទួលយកមិនបានទេបើទទួលយកមិនបានទេនោះកុំទៅមើលមុខគេទៅគឺវាចាប់អត់ទៅហើយនេះមនុស្សរស់នៅក្នុងផ្ទះជាមួយគ្នាលេងអីវានឹងបានជួបមុខគ្នានោះមែនហើយហេតុអីក៏ខ្ញុំនឹងមិនឃើញណោះខ្ញុំមានលេខទូរស័ព្ទរបស់សុធាដៃតាគូតែនិយាយជាមួយគេតាមទូរស័ព្ទតែម្ដងទៅគឺហាមមិនឲ្យគេនោះណាធ្វើតាមលោកប៉ាទេមែនហើយរួចមិនទៅទូរស័ព្ទតែម្ដងទៅណាគេអញ្ចឹងអាឡូជំរាបសួរនេះគឺលោកសុធាមែនទេខ្ញុំគឺនីសាណានៅនាងនីសាទេបាទជំរាបសួរហើយចូលនៅនាងមានការដែរទៅចាគឺមានការសំខាន់ដែរខ្ញុំសូមជួបលោកមេការ៉ាត់បន្តិចតើបានដែរអត់បានតាអញ្ចឹងសូមនៅនាងចាំមកផ្លែណារិនជប់សិនណែជប់សិនមើលនៅនាងនីសាទូរស័ព្ទមករកឯងណានិយាយថាម៉េចទូរស័ព្ទមករកខ្ញុំធ្វើអីទៅទេឆាប់ទទួលទៅលឿនណាអាឡូជំរាបសួរចាល្អហើយក៏ព្រោះតែខ្ញុំនេះមានបញ្ហាដែលត្រូវនិយាយជាមួយឲ្យខាងមិនបានទើបបានជាសម្រាប់ចិត្តត្រូវទៅទូរស័ព្ទទៅរកបាទសូមចេញមានប្រសាសន៍មកចុះតើមានបញ្ហាដែរទៅខ្ញុំនេះមានសំណុំពរមួយហើយខ្ញុំក៏សង្ឃឹមថាលោកមេការប្រកាសជាអាចធ្វើបានខ្ញុំឈ្មោះរិនមិនបាច់ហៅមេការមេកោងស្អីនោះទេនេះខ្ញុំចង់ហៅថាស្អីក៏បានដែរមិនចាំបាច់មកបង្គាប់ទេចុះណានាងមានសំណុំពរអីទៅអាចប្រាប់បានហើយឬនៅខ្ញុំបានលឺលោកប៉ាមានបំណងចង់នាំយកលោកមកនៅក្នុងផ្ទះរបស់ខ្ញុំតែខ្ញុំមិនព្រមយ៉ាងនេះហើយតើបានជាខ្ញុំនេះចេញមុខមកចរចាជាមួយនឹងលោកមេការតែម្ដងទៅចុះបើអញ្ចឹងតើណានាងគិតចង់ខ្ញុំធ្វើយ៉ាងម៉េចទៅបែនគឺខ្ញុំចង់ឲ្យលោកមេការធ្វើការបដិសេធទោះបីជាលោកប៉ារបស់ខ្ញុំនេះបង្ខំលោកយ៉ាងណាក៏ដោយក៏លោកមេការមិនត្រូវធ្វើតាមអំណងរបស់គាត់ទេខ្ញុំនេះណាក៏មិននឹកស្មានថាលពូលោកមានបំណងអញ្ចឹងដែរបានខ្ញុំព្យាយាមបដិសេធពីព្រោះខ្ញុំនេះក៏មិនចង់រស់នៅទីនោះដែរម្យ៉ាងខ្ញុំក៏ជាមនុស្សដែលចូលចិត្តមានសេរីភាពបាននៅទីនេះគឺល្អហើយនិយាយបែបនេះគឺមានបំណងចង់មើលស្រាមលើគ្រួសារខ្ញុំឯទេឬមកក៏គិតថាផ្ទះរបស់ខ្ញុំនេះវាមិនស័ក្តិសមនឹងរស់នៅបាទអត់ទេគឺខ្ញុំគ្រាន់តែចង់និយាយពីការពិតតែប៉ុណ្ណោះឯងម្យ៉ាងបញ្ហានេះខ្ញុំក៏ធ្លាប់បានឮលពូគាត់មានប្រសាសន៍ដែរតែខ្ញុំមកពិតជាមិនចង់មែនបើបានអញ្ចឹងមែននោះគឺវាល្អហើយសង្ឃឹមថាមិនមានវត្តមានរបស់នាយនៅក្នុងផ្ទះរបស់ខ្ញុំនោះទេបានសង្ឃឹមថាដូច្នេះទៅចុះព្រោះខ្ញុំមកពិតជាមិនចង់ឲ្យមានបញ្ហាបែបនេះកើតឡើងនោះទេនេះនាយបានសន្យារួចហើយណាកុំភ្លេចពាក្យសម្ដីរបស់ខ្លួនឯងអសោះប៉ុណ្ណឹងចុះនាយសិនឯង
ណែនេះមានបញ្ហាទៀតហើយមែនទេណែគឺមានបញ្ហាតែងទុយនឹងឯងនៅនេះនីសាបានទទួលព័ត៌មានថាលោកពូគាត់មានបំណងយកខ្ញុំមកទៅនៅភ្នំពេញហើយនៅនេះនីសានេះមិនសប្បាយចិត្តគាត់ទូរស័ព្ទមកហាមគាត់ខ្ញុំតែម្ដងទៅបើដូច្នេះមែននោះតារិតបំរុងនឹងគិតយ៉ាងម៉េចដែរព្រោះខ្ញុំយល់ថាវាមិនគួរប្រកែកនឹងបំណងល្អរបស់លោកនាយកនោះទេបើប្រកែកមិនបានទេនោះគឺមានតែសម្ដេចតាមបំណងលោកពូនឹងឯងចុះឯងត្រូវគិតយ៉ាងម៉េចជាមួយនឹងអ្នកនាងនីសានគឺខ្ញុំទៅត្រៀមខ្លួនដើម្បីទទួលយកកម្មពិតនឹងហើយនៅសុកលោកពូក៏ហៅខ្ញុំមកជួបប្រហែលជាមានដំណឹងល្អពីនីសាហើយថ្ងៃនេះពិតជាហេងមែនទែនលោកប្រុសឲ្យខ្ញុំមកនាំទៅជួបលោកអង្គុយចាំនៅខាងនោះបាទអ្នកមីងលោកប្រុសក្មួយវិទូបានមកដល់ហើយជំរាបសួរលោកពូល្អហើយមកអង្គុយសន្តិក្មួយបាទអរគុណប្រហែលជាលោកពូមានការអ្វីសម្រាប់នឹងខ្ញុំហើយទើបបានជាត្រូវហៅខ្ញុំមកជួបណាគឺមានរឿងមួយចំនួនដែលត្រូវសួរម្យ៉ាងណាតោះពេលនេះនីសាគេមិននៅផ្ទះទើបបានជាខ្ញុំហៅក្មួយមកជួបនឹងណាបានណាតាលោកពូចង់សួរពីរឿងនេះដែរទៅនឹងហើយដោយសារតែខ្ញុំនេះធ្លាប់បានជួបសម្ដីជាមួយនឹងឪពុករបស់ឯងម្ដងណាបានហើយពេលនោះឪពុករបស់ក្មួយក៏បានស្នើចិត្តខ្ញុំអំពីរឿងនីសាបានលោកពូតែខ្ញុំនេះក៏បានឆ្លើយតបថារឿងនោះទុកឲ្យនីសាគេគឺជាអ្នកសម្រេចចិត្តទៅចុះហើយមកទល់នឹងពេលនេះខ្ញុំក៏ចង់ដឹងថារវាងនីសាហើយនឹងក្មួយវិទូនេះវាឈានដល់ដំណាក់កាលណាទៅហើយដែរហើយណាតោះតែលោកពូសួរខ្ញុំត្រង់បែបនេះខ្ញុំដូចជាមានការលំបាកក្នុងការឆ្លើយដែរហើយមិនចាំបាច់រឯងចិត្តអីនោះទេណាសូមផ្ដល់ឱកាសសាមល្អបានខ្លាំងណាស់ក៏បានហើយពេលនោះឪពុករបស់ក្មួយក៏បានស្នើចិត្តខ្ញុំអំពីរឿងនីសាបានលោកពូតែខ្ញុំនេះក៏បានឆ្លើយតបថារឿងនោះទុកឲ្យនីសាគេគឺជាអ្នកសម្រេចចិត្តទៅចុះហើយមកទល់នឹងពេលនេះខ្ញុំក៏ចង់ដឹងថារវាងនីសាហើយនឹងក្មួយវិទូនេះវាឈានដល់ដំណាក់កាលណាទៅហើយដែរហើយណាតោះតែលោកពូសួរខ្ញុំត្រង់បែបនេះខ្ញុំដូចជាមានការលំបាកក្នុងការឆ្លើយដែរហើយមិនចាំបាច់រឯងចិត្តអីនោះទេណាខ្ញុំសួរដូច្នេះក្មួយក៏គួរតែឆ្លើយត្រង់តែម្ដងទៅណាការពិតទៅខ្ញុំក៏មានបំណងចង់ធ្វើជាកូនប្រសាររបស់លោកពូខ្លាំងណាស់ក៏ប៉ុន្តែនីសាវិញដូចជាមិនមានប្រតិកម្មអ្វីជាមួយនឹងខ្ញុំនោះទេរាល់លើកឲ្យតែខ្ញុំនិយាយដល់រឿងនោះនីសាតែងតែឆ្លើយថាសូមរាប់ខ្ញុំត្រឹមតែជាមិត្តប៉ុណ្ណោះក៏ប៉ុន្តែបើសិនជាឲ្យលោកពូធ្វើជាអ្នកអន្តរាគមន៍តែបន្តិចនោះខ្ញុំយល់ថានីសាប្រកាសជាអូខេហេតុអីបានជាមកពឹងពូនេះឲ្យជួយទៅវិញចឹងនោះ